ដែលតាក់ទងអំពីរឿងដែលកូនចៅចេះតែចង់ដឹងពីរឿងថាតើយើងទិញយន្តហោះបានទេដែលនៅក្នុងនេតិនេះគឺចង់និយាយអំពីយន្តហោះចម្បាំងបាទអឺនៅក្នុងអត្ថបទនេះខ្ញុំមិននិយាយអំពីតម្លៃយន្តហោះអីទេខ្ញុំនិយាយតែពីរបៀបរៀនបើកយន្តហោះបាទបេក្ខជនដែលត្រូវរៀនបើកយន្តហោះគឺជាបេក្ខជនដែលត្រូវតែคล้ายខ្លួនទៅជាទាហានអាកាសដែលคล้ายទៅជាទាហានអាកាសដូច្នេះនៅក្នុងពេលដែលបេក្ខជនម្នាក់คล้ายទៅជាទាហានអាកាសនោះចំណាយទៅលើការបង្ហាត់បង្រៀនឲ្យមនុស្សម្នាក់คล้ายទៅជាទាហានអាកាសមិនយកមកនិយាយទេអ្វីដែលនិយាយនៅក្នុងទីនេះគឺគ្រាន់តែនិយាយអំពីអ្វីដែលគ្រាន់តែនិយាយនេះគឺគ្រាន់តែនិយាយអំពីតម្លៃនៃការចាយទៅលើទាហានអាកាសម្នាក់ឲ្យហាត់បើកយន្តហោះចម្បាំងហើយคล้ายទៅជាអ្នកបើកយន្តហោះចម្បាំងបានពេញលេញគ្រប់គ្រាន់សម្រាប់បើកយន្តហោះបំពេញប្រតិបត្តិការសឹកតែប៉ុណ្ណោះអញ្ចឹងមានន័យថាតម្លៃដែលបង្រៀនឲ្យមនុស្សម្នាក់คล้ายទៅជាទាហានអាកាសអត់បូកចូលជាមួយទេអញ្ចឹងនៅក្នុងការដែលដំបូងគឺនិយាយអំពីណាដំបូងគឺនិយាយអំពីបុគ្គលិកភាពឬក៏កម្រិតសិក្សាដែលបេក្ខជនជាទាហានអាកាសនោះមុននឹងទៅរៀនបើកយន្តហោះត្រូវមានសញ្ញាបត្រថ្នាក់ណាសិនសញ្ញាបត្រដែលតម្រូវការទាំងកងទ័ពចិនទាំងកងទ័ពឥណ្ឌាកងទ័ពអឺរ៉ុបអាមេរិកកាណាដាជប៉ុនកូរ៉េអ៊ីស្រាអែលគឺបុគ្គលម្នាក់ដែលជាទាហានអាកាសមុននឹងរៀនបើកយន្តហោះបុគ្គលនោះត្រូវមានបរិញ្ញាបត្រ4ឆ្នាំបុគ្គលនោះត្រូវមានបរិញ្ញាបត្រ4ឆ្នាំ Bachelor's degree require បន្ទាប់មកទៀតគឺជាទូទៅគេមិនឲ្យពលទាហានចូលរៀនបើកយន្តហោះទេការរៀនបើកយន្តហោះចម្បាំងនេះគេត្រូវការនាយទាហានឋានៈនាយទាហានរងក៏គេមិនបង្រៀនដែរគឺឋានន្តរស័ក្តិរបស់ទាហានអាកាសដែលចូលបើកយន្តហោះត្រូវមានកម្រិតសិក្សាបរិញ្ញាបត្រ4ឆ្នាំមុខងារនៃសញ្ញាបត្រខាងវិទ្យាសាស្ត្រហើយនឹងត្រូវតែជា commission officer គឺត្រូវមានឋានៈជានាយទាហានទើបប្រឡងចូល Air Force Academy បានគឺទើបប្រឡងចូលសាលាឬក៏បណ្ឌិតសភាកងទ័ពអាកាសបានអញ្ចឹងការហាត់រៀនបើកយន្តហោះហ្នឹងទី1គឺបរិញ្ញាបត្រ4ឆ្នាំទី2គឺបេក្ខជនហ្នឹងជានាយទាហានហើយទី3មានកាយសម្បទាដែលត្រូវប្រឡងជាប់ទី4អាយុមិនឲ្យចាស់ពេកទេគេនឹងមានការកំណត់អាយុដោយសារអ្វីដោយសារចំណាយទៅលើការបង្រៀនបើកយន្តហោះហ្នឹងវាអស់លុយច្រើនហើយគេត្រូវវិនិយោគទៅលើបុគ្គលមនុស្សម្នាក់ហ្នឹងឲ្យបានទាន់ពេលវេលាប្រសិនបើគេបង្រៀនមនុស្សចាស់បន្តិចបុគ្គលម្នាក់ហ្នឹងពេលคล้ายទៅជាអ្នកបើកយន្តហោះនឹងឆាប់ចូលនិវត្តន៍ឬក៏ឆាប់ចុះខ្សោយនៅសតិប្រាជ្ញាអញ្ចឹងគេយកទី1គឺបរិញ្ញាបត្រ4ឆ្នាំទី2ជា commission officer ជានាយទាហានណាទី3គឺកាយសម្បទាត្រូវប្រឡងជាប់ទី4គឺអាយុគេមានកំណត់របស់គេបន្ទាប់មកទៀតនៅក្នុងការហាត់វឹកវើនេះគេអាចចាប់ផ្ដើមទៅតាមវិធីនានាអាស្រ័យទៅលើកងទ័ពនៃប្រទេសនីមួយៗថាតើគេមានរចនាសម្ព័ន្ធវឹកហាត់ដូចម្ដេចបាននៅអាមេរិកអ្នកបើកយន្តហោះចម្បាំងណាគឺដំបូងគឺត្រូវធ្វើការសិក្សានៅក្នុងវគ្គសិក្សាថ្នាក់គេហៅថាបរិញ្ញាត្រីជាការពិតណាស់បុគ្គលនឹងមាន Bachelor's degree ហើយប៉ុន្តែដើម្បីទៅរៀនបើកយន្តហោះនឹងបុគ្គលនឹងក៏ត្រូវទៅរៀននៅវគ្គមួយដែលគេហៅថា Undergraduate Pilot Training ដែលមានថេរវេលា1ឆ្នាំថេរវេលា1ឆ្នាំជា Bachelor degree ប៉ុន្តែគេមិនហៅអញ្ចឹងទេគេហៅថា Undergraduate Training តែយើងទៅរៀនបើកយន្តហោះ1ឆ្នាំអាហ្នឹងគេហៅថាបឋមសិក្សានៃបណ្ឌិតសភាកងទ័ពអាកាសបឋមសិក្សានៅក្នុងបណ្ឌិតសភាណាមិនមែននៅក្នុងសាលា primary school ទេដល់បន្ទាប់មកទៀតណាបុគ្គលហ្នឹងឡើងទៅចំណាយការសិក្សាហៅថាបំពន់គន្លឹះជំនាញដែលហៅថា Introduction to Fighter Fundamentals ដំបូងបុគ្គលនឹងចំណាយ1ឆ្នាំរៀនបើកយន្តហោះដែលយន្តហោះហ្នឹង
ចេះបើកចេះដឹង avionics ចេះដឹងត្រីវិស័យចេះដឹងប្រព័ន្ធដទៃទៀតចេះដឹងអំពីភាពទូទៅនៃយន្តហោះមួយឆ្នាំក៏ប៉ុន្តែអត់ដឹងពីសពាវុធយុទ្ធោបករណ៍អត់ដឹងពីស្នៀតនៃការបើកទេដល់ចប់មួយឆ្នាំទៅគេទៅបំពន់នៅក្នុង introductory flight training for fighter fundamentals fighter fundamentals គឺជាវគ្គសិក្សាពី8ទៅ10អាទិត្យដែលសិក្សាបុគ្គលនឹងអត់ឈប់បានទេបើឈឺត្រូវសិក្សាជំនួសថ្ងៃនឹងឡើងវិញហើយបើឈឺលើសពី2ដងអីគេអាចដកបុគ្គលនឹងអត់ឲ្យចូលរៀនទេអត់ឲ្យចូលរៀនទេគេទម្លាក់ចោលអញ្ចឹងវាតឹងណាបាទអញ្ចឹងត្រូវការរៀន8ទៅ10អាទិត្យហើយការរៀននេះគឺ learn ពី fighter basics រៀនលើកមុនរៀន learn how to fly airplane ហោះយន្តហោះដល់ចូលមកវគ្គទី2 8ទៅ10អាទិត្យហ្នឹងគឺរៀនថាតើfighter jet ហ្នឹងវាមានរូបរាងវារបៀបម៉េចម៉ាស៊ីនវាអារម្មណ៍ដែលនៅក្នុង cockpit ហ្នឹងយ៉ាងម៉េចសពគ្រប់ក្នុង10អាទិត្យដល់10អាទិត្យហ្នឹងរួមទាំងរៀនហោះឆ្វែលងើយឡើងលើអីគេហៅថា maneuvering ដល់បន្ទាប់ពីហ្នឹងមកបានឈានទៅដល់កម្មវិធីរៀនបើកយន្តហោះចម្បាំងតែម្ដងណាគេហៅថា B course ហ្នឹងគឺគេហៅថាការវឹកហាត់ជំនាញខាងបើកយន្តហោះចម្បាំងថ្នាក់ដំបូងឧទាហរណ៍ថាបុគ្គលនឹងគេមានបរិញ្ញាបត្រ4ឆ្នាំណាមានបរិញ្ញាបត្រ4ឆ្នាំជា commission ជានាយទាហានមានអាយុតាមកំណត់មានសុខភាពជាប់ហើយចូលរៀនដំបូងបើកយន្តហោះធម្មតាឲ្យដឹងថាអ្មេចទៅហៅថាបើកយន្តហោះអស់មួយឆ្នាំបន្ទាប់មកទៀតចូលបើកអ្វីដែលហៅថាយន្តហោះចម្បាំងណាវាមានអីខ្លះ fundamental មូលដ្ឋានរបស់វាបន្ទាប់ពីហ្នឹងទៅត្រូវចំណាយពេលចូលរៀនពី6ខែទៅ9ខែក្នុងថ្នាក់បឋមខាងបើកយន្តហោះចម្បាំងប៉ុន្តែលើកនេះយន្តហោះដែលបើកហ្នឹងគឺទៅតាមapplication ទៅតាមបុគ្គលនឹងថាបុគ្គលនឹងបើក MiG 29បុគ្គលនឹងបើក Su 30បុគ្គលនឹងបើក J10 បុគ្គលនឹងបើក F15 បុគ្គលនឹងបើក Rafale ឬក៏បុគ្គលនឹងបើក Dassault បើក Mirage ឬក៏បុគ្គលនឹងបើក Typhoon ឬក៏ Gripen អញ្ចឹងនៅក្នុងរវាង6ខែទៅ9ខែហ្នឹងគឺបុគ្គលនឹងចូលថ្នាក់បឋមទេក៏ប៉ុន្តែយន្តហោះហ្នឹងដូរទៅជាយន្តហោះជំនាញហើយយន្តហោះដែលខ្លួនថ្ងៃក្រោយទៅបំពេញបេសកកម្មហើយបើខ្លួន train to be F16 pilot គឺបើក F16 train to be European pilot Typhoon airplane វាឬក៏ Mirage ឬក៏ Rafale ឬក៏ J10 អីចឹងណាអានោះគឺថាទៅថ្ងៃមុខអនាគតបើកយន្តហោះចម្បាំងណាគេចាប់ផ្ដើមឲ្យពាល់យន្តហោះហ្នឹងហើយចំណាយពេល6ទៅ9ខែបញ្ចប់អានោះដល់បញ្ចប់អានោះហើយគេយកបន្ទុកយកអីមកពិនិត្យមើលប្រឡងជាប់ហើយគេធ្វើ review តាំងពីភ្នែកតាំងពីអីស្អីទាំងអស់ហ្នឹងយើងប្រឡងជាប់ហើយប៉ុន្តែគេ review យើងវិញថាតើយើងសុខភាពអីត្រឹមត្រូវទេគេវាស់សម្ពាធឈាមមើលអីត្រឹមត្រូវទេណាហើយយើងត្រូវប្រឡងជា theory ជាគេហៅ flight theory ទ្រឹស្ដីនៃការបើកយន្តហោះបន្ទាប់មកទៀត overview នៃ fighter ដែលគេប្រឡងហ្នឹងគឺជាការប្រឡងរំលឹកឡើងវិញឲ្យយើងនឹងអាចនិយាយប្រាប់ថាតើយន្តហោះចម្បាំងហ្នឹង fundamental វាស្អីប្រឡងច្រើនណាស់បងប្អូនដល់ពេលប្រឡងច្រើនហើយសពគ្រប់ហើយគេមើល performance របស់យើងតើនៅពេលដែលយើងរៀន6ខែទៅ9ខែនេះយើងមានចំណុចចុះពេលយើងបើកហ្នឹង radar ហើយនឹង observer ហ្នឹងគេមើលគេឲ្យបន្ទុកយើងតាមហ្នឹងដល់គ្រប់គ្រាន់ហើយទៅគេបញ្ចូលទិន្នន័យរបស់យើងចូលថ្នាក់បន្ទាប់បើយើងបើក F16 យើងរៀនថ្នាក់បន្ទាប់ F16 យើងបើក Dassault ឬ Rafale Mirage Typhoon ទៅតាមយន្តហោះសាលាយើងទៅតាមយន្តហោះដែលយើងគេដាក់ឲ្យបើកព្រោះយន្តហោះរបស់កងទ័ពអាកាសមិនមែនមានតែមួយ model ទេអញ្ចឹងបើយើង specialize ខាងណាយើងរៀនចូលដល់ថ្នាក់ទី2បញ្ចប់ទៅតាមថេរវេលាដែលគេតម្រូវឲ្យរៀងខ្លួនទើបចប់ហើយបានយើងចូលវគ្គទី3យើងបើកដដែលប៉ុន្តែពេលនោះគឺសិតតែប្រយុទ្ធមានន័យថាអត់មានបើកហាត់អត់មានបើកអីទៀតទេគឺប្រយុទ្ធរាល់ថ្ងៃត្រូវការឲ្យគ្រប់ម៉ោងត្រូវការឲ្យគ្រប់ពេលត្រូវការឲ្យចេះបើកយប់ចេះបើកថ្ងៃចេះបើកពេលភ្លៀងពេលព្រិលធ្លាក់ពេលព្យុះពេលខ្យល់ខ្លាំងណាចេះបើកពេលអាសន្នហោះឡើងអាសន្នចេះបើកពេលហោះចុះចតអាសន្នហើយចាប់ផ្ដើមចេះបើកនៅពេលដែល
គេផ្ដល់បញ្ហាឲ្យយន្តហោះដូចជាយន្តហោះឆេះយន្តហោះខូចអ្វីមួយឬក៏ផ្លូវត្រូវជួបនឹងគ្រោះថ្នាក់អីគឺសិតតែសាមយុទ្ធទាំងអស់សិតតែសមយុទ្ធទេនឹងវគ្គទី3ទាំងអស់ហ្នឹងនៅក្នុងរយៈពេលដែលខ្ញុំស្រង់យកមកប្រាប់គឺថាបើគេសិក្សាសម្រាប់អ្នកបើកយន្តហោះហ្នឹងគេហៅថា cost per flight hour ដែលប្រែទៅជាភាសាខ្មែរគេហៅថាតម្លៃជាប្រាក់ដុល្លារក្នុង1ម៉ោងដែលគេចំណាយលើអាកាសយានិកហ្នឹងណាបើហាត់រៀន F16 បច្ចុប្បន្ននេះក្នុង1ម៉ោងវា$22,000ទៅ$26,000អាហ្នឹងបើអាកាសយានិកហ្នឹងឡើងហាត់បើកយន្តហោះហ្នឹងណាគឺ1ម៉ោង22,000ទៅ26,000បើហោះយន្តហោះJAS 39 Gripen មកពី Sweden ដោយបោះសៀម1ម៉ោង5,000ទៅ22,000 1ម៉ោង5,000ទៅ22,000បើរៀនយន្តហោះជេងឌូ J10 របស់ចិន1ម៉ោង10,000ទៅ16,000អានេះថ្លៃនៅក្នុងយន្តហោះណានៅក្នុងយន្តហោះបើគេបូកសរុបក្នុងការគិតជាតម្លៃលុយដុល្លារpilot ខ្ញុំមិនហៅ pilot ទេខ្ញុំហៅ pilot យកពាក្យអង់គ្លេសទៅឲ្យស្រួលស្ដាប់ណា pilot ដែលបើក F16 គេចំណាយពី6លានទៅ7លាន5សែនទើបបានអ្នកបើកម្នាក់ថ្លៃចំណាយណាអាហ្នឹងគឺមកហាត់វឹកវើហ្នឹងវាពី5លានទៅ7លានកន្លះបើកយន្តហោះ Gripen JAS 39របស់ Sweden ដោយរបស់សៀមវាបើកហ្នឹងគឺត្រូវចំណាយ3លានកន្លះទៅ5លានកន្លះទើបផលិតបានអ្នកបើកម្នាក់បើកយន្តហោះ J10 ត្រូវចំណាយ4លានទៅ6លានកន្លះណាអូខេខ្ញុំអត់មាននិយាយឲ្យក្មួយស្រួលស្ដាប់ទេខ្ញុំអត់និយាយឲ្យក្មួយស្រួលស្ដាប់ទេពីព្រោះក្មួយស្វ័យបត្តិប្រទេសកម្ពុជាយើងជា francophone ប៉ុន្តែអនាគតក្មួយគឺអង់គ្លេសអញ្ចឹងបើយើងហៅ Sweden ទៅយើងទៅស្រុកណាក៏ក្មួយពិបាកឥឡូវប៉ុន្តែក្មួយចាញ់ដើរក្មួយធ្វើការស្ដាប់របស់ក្មួយធ្វើឲ្យក្មួយមានអនាគតបើយើងនិយាយថាសុយអែតសុយកណ្ដួយអីដល់ពេលយើងចាញ់ទៅយើងដូចaward ចឹងធ្វើក្បាលអញ្ចឹងពីព្រោះភាសាបារាំងអត់មានណានិយាយយល់ទេបើយើងថាអាល្លឺម៉ង់អេស្ប៉ាញអ៊ីរឡង់អីចឹងដល់ពេលយើងទៅដល់ពេលគេនិយាយនៅក្នុងសាលាគេនៅក្នុងមណ្ឌលគេយើងធ្វើការមួយគេដូចខ្ញុំក្មួយដឹងខ្ញុំពិបាកប៉ុណ្ណាទេមកពីខ្ញុំរៀនបារាំងស្អីក៏ដោយតែបន្តិចចូលបារាំងផ្លុកបន្តិចចូលបារាំងផ្លុកដល់ហើយគេធ្វើក្បាលងើគេមើលមុខយើង what the hell is that ណាវាស្រួលនៅពេលដែលគេបត់ក្មួយឲ្យធ្លាក់ទឹកប៉ុន្តែខ្ញុំនិយាយប្រាប់ឲ្យពិបាកប៉ុន្តែដល់ពេលយូរទៅក្មួយដឹងតា James Sock អ៊ំគាត់និយាយថា Germany អញដឹងហើយអាហ្នឹងគឺស្អីហ៎ Iran ដឹងហើយមិនបាច់មកកែតាថាអូត្រូវហៅអ៊ីរ៉ង់ទៅកាអ៊ីរ៉ង់អីអត់ទេពីព្រោះអញ្ចេះអ្វីដែលអ៊ំធ្វើហ្នឹងគឺលួចមូលក្មួយឯងឲ្យដើរលឿនណាឧទាហរណ៍ក្មួយឯងចេះពាក្យបារាំងច្រើនប៉ុន្តែมัน reflect ទៅអង់គ្លេសក្មួយឯងរៀនអត់ទាន់គេទេខ្ញុំខ្លួនឯងរៀនអត់ទាន់គេដោយសារ language problem យល់ហើយកូនកុំខឹងនឹងអ៊ំជួយទេណាកូនឯងចង់ស្រួលក៏វាយដៃនិយាយលេងវាយដៃស្រួលអត់ចាំបាច់តែញ៉ែណាស្ដោះទឹកមាត់ដាក់ផ្លាប់ប៉ុន្តែគាត់ឈឺពងបន្តិចហើយតែវាយច្រើន